Tôm chìm điệp xua, xôm xóa cúp một căn channel nó là Cambodia 100k. Ngày nay nênខ្ញុំមកបរិយាយអំពីអត្ថប្រយោជន៍នៃសាច់គោជាការពិតណាស់សាច់គោគឺជាប្រភពអាហារូបត្ថម្ភដ៏ល្អមួយតោះមើលអត្ថប្រយោជន៍និងការព្រមានពីការបរិភោគសាច់គោឲ្យបានលម្អិតអត្ថប្រយោជន៍សុខភាពចម្បងនៃសាច់គោប្រភពប្រូតេអ៊ីនដ៏ខ្លាំងក្លាសាច់គោគឺជាប្រភពប្រូតេអ៊ីនពេញលក្ខណៈដែលមានអាស៊ីតអាមីណេចាំបាច់ទាំងអស់ដែលមានសារៈសំខាន់ណាស់សម្រាប់ការកសាងនិងជួសជុលសាច់ដុំការធ្វើឲ្យឆ្អឹងខ្លាំងក្លាការផលិតអង់ស៊ីមនិងអរម៉ូនការគាំទ្រប្រព័ន្ធភាពស៊ាំ 2. ផ្ដល់ជាតិដែកច្រើនសាច់គោមានជាតិដែកដែលស្រូបចូលរាងកាយបានយ៉ាងងាយនិងជួយការពារការខ្វះឈាមនិងជួយក្នុងការដឹកជញ្ជូនអុកស៊ីសែនទៅកាន់កោសិការាងកាយនេះគឺជាការសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីមានកកុមារនិងអ្នកដែលមានជំងឺខ្វះឈាម 3. សម្បូរជាតិស័ង្កសី B12 វីតាមីន B12 មានតួនាទីចាំបាច់ក្នុងការដំណើរការប្រព័ន្ធប្រសាទការបង្កើតក្រូម៉ូសូម DNA និងការផលិតក្រហមមួយការបរិភោគសាច់គោអាចផ្ដល់ B12 គ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃ 4. ប្រភពធាតុផ្សេងទៀតស័ង្កសីជួយពង្រឹងប្រព័ន្ធភាពស៊ាំនិងការលូតលាស់របស់កោសិកាសេលីញ៉ូមជាអង់ទីអុកស៊ីដង់ដ៏សំខាន់ជួយការពារកោសិការាងកាយពីការខូចខាតផូស្វ័រជួយឲ្យឆ្អឹងនិងធ្មេញមានសុខភាពល្អវីតាមីន B ក្រុមផ្សេងទៀតដូចជាណៃស៊ីណាម៉ាយ B3 និង Riboflavin B2 ដែលជួយបំលែងអាហារឲ្យទៅជាថាមពល 5. មានខ្លាញ់ CLA សាច់គោដែលចិញ្ចឹមដោយស្មៅមានខ្លាញ់ CLA កម្រិតខ្ពស់ដែលបានផ្ដល់ជាការសិក្សាថាអាចជួយកាត់បន្ថយខ្លាញ់រាងកាយនិងមានលក្ខណៈប្រឆាំងមហារីកការព្រមាននិងហានិភ័យទោះបីជាមានអត្ថប្រយោជន៍ជាច្រើនក៏ដោយការបរិភោគសាច់គោច្រើនពេកឬប្រភេទមិនសមស្របអាចនាំឲ្យមានហានិភ័យសុខភាព 1. ខ្លាញ់ឆ្អែតនិងកូលេស្តេរ៉ុលសាច់គោជាពិសេសផ្នែកដែលមានខ្លាញ់ច្រើនមានខ្លាញ់ឆ្អែតនិងកូលេស្តេរ៉ុលខ្ពស់ការបរិភោគច្រើនអាចបង្កើនហានិភ័យនៃជំងឺបេះដូងនិងជំងឺផ្លូវឈាម 2. ហានិភ័យមហារីកអង្គការសុខភាពពិភពលោក WHO បានចាត់ទុកសាច់ដែលបានដំណើរការដូចជាសាច់ផ្សោងសាច់ហោតថាជាអាចបណ្ដាលឲ្យមានជំងឺមហារីកក្នុងខ្លួនមនុស្សដូចគ្នានឹងថ្នាំជក់សាច់ក្រហមរួមមានសាច់គោត្រូវបានចាត់ទុកថាអាចបណ្ដាលឲ្យមានមហារីកក្រុម 2A ជាពិសេសមហារីកពោះវៀនធំមហារីកក្រពេញពោះ 3. បញ្ហាប្រសិទ្ធភាពរាងកាយការបរិភោគសាច់គោដែលមានខ្លាញ់ច្រើនអាចធ្វើឲ្យអ្នកសម្បូរថាមពលប៉ុន្តែក៏អាចធ្វើឲ្យអ្នកយឺតយ៉ាវនិងពិបាករកថាមពលផងដែរព្រោះរាងកាយត្រូវការពេលវេលាច្រើនដើម្បីរំលាយដំបូន្មានសម្រាប់ការបរិភោគសាច់គោឲ្យមានសុខភាពល្អជ្រើសរើសផ្នែកដែលមានខ្លាញ់តិចតួចដូចជាសាច់កង់សាច់ស្លាបឬសាច់រុក្ខជាតិបរិភោគតិចតួចមិនត្រូវបរិភោគលើសពី300ទៅ500ក្រាមក្នុងមួយសប្តាហ៍ឡើយផ្ដល់អាទិភាពឲ្យប្រភពប្រូតេអ៊ីនផ្សេងទៀតដូចជាប្រូតេអ៊ីនពីរុក្ខជាតិនិងសាច់មាន់ចម្អិនអាហារឲ្យបានត្រឹមត្រូវចូលចម្អិនសាច់គោឲ្យបានឆ្អិនល្អដើម្បីកាត់បន្ថយហានិភ័យពីបាក់តេរីជៀសវាងការដុតសាច់ឲ្យខ្លាំងពេកឬបរិភោគផ្នែកដែលឆ្អើរបន្ថែមបន្លែនិងធញ្ញជាតិឲ្យពេញលក្ខណៈពេលបរិភោគសាច់គោត្រូវពិចារណាបរិភោគជាមួយបន្លែនិងធញ្ញជាតិពេញលក្ខណៈច្រើនដើម្បីបង្កើនការស្រូបយកជាតិដែកនិងសមតុល្យអាហារូបត្ថម្ភសង្ខេបសាច់គោគឺជាអាហារដែលមានអាហារូបត្ថម្ភខ្ពស់ជាពិសេសគណៈដែលវាផ្ដល់ប្រូតេអ៊ីនដ៏ល្អជាតិដែកនិងវីតាមីន B12 ទោះជាយ៉ាងណាក៏ដោយការបរិភោគវាឲ្យបានត្រឹមត្រូវនិងក្នុងបរិមាណសមរម្យគឺមានសារៈសំខាន់ខ្លាំងណាស់ការជ្រើសរើសផ្នែកដែលមានខ្លាញ់តិចការចម្អិនត្រឹមត្រូវអាចជួយឲ្យអ្នកទទួលបានអត្ថប្រយោជន៍ខណៈដែលកាត់បន្ថយហានិភ័យសុខភាព
សូមអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាស្ដាប់តាំងពីដើមដល់ចប់ប្រសិនជាបងប្អូនចូលចិត្តសូមជួយចុច Subscribe រួចចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ